ខ្ញុំយកឃើញថារដ្ឋាភិបាលគិតគូរដល់ប្រជាជនទី1ទី2ដើម្បីឲ្យប្រជាជនមានកម្មសិទ្ធិប្រកបជាច្បាស់លាស់ខ្ញុំសប្បាយចិត្តណាស់ខ្ញុំចង់និយាយថាបើបានហើយខ្ញុំនឹងប្រើប្រាស់ទៅតាមផ្លូវល្អណាស់ហើយมันអាចចែកចាយវាមិនថាមែនទេខ្ញុំចែកកូនចែកចាយទៅខ្ញុំក៏សូមផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់ដែលបានយកបានពីរដ្ឋាភិបាលជូនជាកម្មសិទ្ធិហើយត្រូវចេះថែតាមកុំឲ្យបាត់បង់ដើម្បីទៅជាមរតកតកូនតចៅតទៅមុខទៀតក៏ដឹកនាំរដ្ឋាភិបាលលើប្រជាពលរដ្ឋល្អត្រឹមត្រូវឲ្យប្រជាពលរដ្ឋយើងមានថាម្ចាស់ការក្នុងការចិញ្ចឹមជីវិតកុំឲ្យយើងបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនផងហើយម្យ៉ាងជួយថាគ្រប់គ្រងការពារដល់សង្គមជាតិរបស់យើងផងមានការសប្បាយចិត្តជាខ្លាំងវាក៏សារៈសំខាន់ដល់ប្រជាពលរដ្ឋទាំងអស់សម្រាប់បុគ្គលអ្នកសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងទីដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នាមិនជាយូរដែរឆាប់ដែរនឹងហើយបងប្អូនទាំងអស់គ្នាបានហើយសូមថែសារបើគង់វងនិងថែតបានល្អដើម្បីប្រយោជន៍យើងទាំងអស់គ្នា